សួស្តីអ្នកគ្នាសូមគំនិតថ្មីម្ដងទៀតការមកកាន់ channel របស់ខ្ញុំអញ្ចឹងថ្ងៃនេះយើងរៀនបន្តអំពីការដាក់រូបភាពជា background និងដាក់រូបភាពនៅលើសន្លឹកកិច្ចការយើងផ្ទាល់តែម្ដងដោយប្រើកម្មវិធី Microsoft Word អញ្ចឹងថ្ងៃនេះខ្ញុំចង់អ្នកគ្នាចេះពីរចំណុចទី1គឺចង់អ្នកទាំងអស់គ្នាចេះការដាក់រូបភាពនៅក្នុង background ហើយរូបទី2ការដាក់រូបភាពនៅក្នុងសន្លឹកកិច្ចការតែម្ដងអូខេអញ្ចឹងទី1គឺអ្នកគ្នាយកដាក់រូបភាពនៅក្នុង background ជាមុនសិនអូខេអញ្ចឹងដើម្បីដាក់រូបភាពនៅក្នុង background អ្នកគ្នាចូលទៅកាន់ Pack Layout នេះmenu របស់វាគឺចូលទៅ Pack Layout តមកទៀតអ្នកគ្នាជ្រើសរើស watermark ដូចមុនអញ្ចឹងអូខេតមកទៀតអ្នកគ្នាជ្រើសយក custom watermark ដូចគ្នាអូខេតែនៅពេលនេះយើងមិន tick នៅលើ tick watermark ទេអូខេបើយើង tick លើ watermark គឺយើងសរសេរជា background ជាអក្សរអញ្ចឹងយើង tick លើ picture watermark អូខេអញ្ចឹង picture watermark នេះគឺដាក់ background គឺជារូបភាពអញ្ចឹងខ្ញុំ click លើ picture តមកទៀតវានឹងចេញឲ្យ select a picture អញ្ចឹង select picture នេះបើយើង click លើនឹងទៅវានឹងរត់ទៅចូលកន្លែងដែលយើងផ្ទុកនៅរូបភាពអញ្ចឹងខ្ញុំ click លើ select picture ហើយអញ្ចឹងវាចេញរូបនេះឲ្យអូខេអញ្ចឹងទៀតថាខ្ញុំ select លើរូបមួយនេះចោះហេតមកទៀតអ្នកគ្នាចុច insert ហេតមកទៀតអ្នកគ្នាចុចលើពាក្យ OK ហេនេះហើយគឺជារូបរបស់យើងនៅក្នុង background អូខេឧទាហរណ៍ថាបើសិនជាអ្នកគ្នាមិនពេញចិត្តទៅនឹងរូបភាពមួយនេះអ្នកគ្នាអាចដូរបានអ្នកអាចលុបចេញបានអ្នកគ្នាចូលទៅកាន់ watermark ដដែលអ្នកគ្នាឃើញពាក្យនៅក្រោមគេដាក់ថា remove watermark ន័យថាលុប background ជារូបភាពយើងចោលអូខេអញ្ចឹងបាត់ហើយអញ្ចឹងបើអ្នកគ្នាឆ្លាញ់អ្នកគ្នាដាក់មកអ្នកគ្នាគិតថារូបណាស្អាតអូខេអញ្ចឹងយក custom watermark ដដែលអូខេឡើយនេះ select លើពាក្យ picture ហើយ select យករូបអូខេអញ្ចឹងរូបទៀតអ្នកចង់ឆ្លាញ់រូបអីអញ្ចឹងខ្ញុំឆ្លាញ់រូបនេះចោះអញ្ចឹងខ្ញុំ click លើហ្នឹងហើយយកពាក្យថា insert ហើយដាក់មកនៅអូខេហើយវាចេញមកហើយអញ្ចឹងអ្នកគ្នាប្រហែលជាតន់ហើយចំណុចនេះអញ្ចឹងខ្ញុំចូលដល់ចំណុចទី2គឺការដាក់រូបភាពនៅលើសន្លឹកកិច្ចការតែម្ដងមិនមែនដាក់ជា background ទេអ្នកគ្នាឃើញ bit Pack Layout ហ្នឹងនៅពីខាងឆ្វេង Pack Layout មានពាក្យថា insert អញ្ចឹងយើង click យកពាក្យ insert ហ្នឹងមកអូខេបន្ទាប់មកវាចេញ menu ជាច្រើនមកឲ្យយើងជ្រើសរើស menu ដែលយើងត្រូវជ្រើសរើសគឺ picture នេះ click មក picture អញ្ចឹងវាចូលរូបដដែលយើងហេតែយើងចង់បានរូបណាយើងមកដាក់ហេអញ្ចឹងតែខ្ញុំចង់បានរូបអូខេថាអូខេអញ្ចឹងរូបនេះមួយចុះហេអញ្ចឹង click លើហ្នឹងហើយយកពាក្យថា insert អូខេអញ្ចឹងវាបានរូបហ្នឹងមួយហើយបើវាធំពេកអ្នកគ្នាអាចប្រូមវាបានហេអ្នកគ្នាគ្រាន់តែចុចមកខាងឆ្វេងហើយតោងវាមកហេទូចហើយអ្នកគ្នាចុចមកលើវាទៅហើយតោងវាមកហេអញ្ចឹងតោងវាបណ្ណាតោងវាមកលើហេវាបានមកលើហេអញ្ចឹងចំណុចនេះផាយអ្នកគ្នាយល់ហើយហេអញ្ចឹងបើសិនជាអ្នកគ្នាយល់ហើយខ្ញុំសង្ឃឹមថាអ្នកគ្នាអាចធ្វើបានអូខេអញ្ចឹងសូមជួយ subscribe ដើម្បីទទួលបានមេរៀនបន្តអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ